មេរៀនទី2សាររាង្គវិញ្ញាណសាររាង្គវិញ្ញាណជាអ្នកផ្ដល់ព័ត៌មានមនុស្សមានសាររាង្គវិញ្ញាណ5គឺចក្ខុវិញ្ញាណជីវហាវិញ្ញាណឃានវិញ្ញាណសោតវិញ្ញាណនិងកាយវិញ្ញាណមួយធំចក្ខុវិញ្ញាណភ្នែកជាសរីរាង្គវិញ្ញាណសំខាន់ជាងគេក្នុងខ្លួនមនុស្សគឺវាផ្ដល់ព័ត៌មានជាង 80% ដែលទទួលបានពីពិភពខាងក្រៅមួយតូចទម្រង់គ្រាប់ភ្នែកមនុស្សមានរាងស្វែដែលមានអង្កត់ផ្ចិត 2.5 សង់ទីម៉ែត្រគ្រាប់ភ្នែកត្រូវបានការពារដោយឆ្អឹងរលាក្បាលលើកលែងតែភ្នែកខាងមុខវាមានភ្នាស3ស្រទាប់ Sclerotic, Choroid និង Retin ព្រមទាំងមជ្ឈដ្ឋានថ្លាស្រោបពីក្រៅដោយភ្នាសទាំងនេះកភ្នាសគ្រាប់ភ្នែក Sclerotic ជាស្រទាប់ក្រៅបង្អស់ពណ៌សក្រាស់រឹងហើយស្វិតវាផ្ដល់ទ្រង់ទ្រាយឲ្យគ្រាប់ភ្នែកនិងការពារផ្នែកខាងមុខរបស់ភ្នែកនៅខាងមុខភ្នែកស្រទាប់ក្រៅនេះឡើងប៉ោងហើយថ្លាគឺជាករណេ Choroid ជាភ្នាសស្ដើងមានជាតិពណ៌និងសម្បូរដោយសរសៃឈាមជាច្រើនChoroid ជាស្រទាប់កណ្ដាលស្ដើងហើយមានពណ៌ត្នោតចាស់ស្រទាប់នេះសម្បូរដោយសរសៃឈាមនៅក្នុងស្រទាប់ Choroid ដឹកនាំសារធាតុចិញ្ចឹមនិងអុកស៊ីសែនទៅផ្គត់ផ្គង់ឲ្យស្រទាប់ Retin និងរក្សាលំនឹងសីតុណ្ហភាពនៅក្នុងភ្នែកឯជាតិពណ៌ត្នោតចាស់បង្ការពន្លឺជះត្រឡប់មកវិញជាតិពណ៌ត្នោតចាស់នេះធ្វើឲ្យស្រទាប់ Choroid ស្រូបយកកាំរស្មីពន្លឺដែលចាំងចូលមកក្នុងក្របភ្នែកតើផ្នែកខាងមុខនៃស្រទាប់ Choroid មានអ្វីខ្លះនៅផ្នែកខាងមុខនៃស្រទាប់ Choroid មានអង់ស៊ីលីយ៉ែប្រស្រីភ្នែកនិងកែវភ្នែកតើអង់ស៊ីលីយ៉ែមានលក្ខណៈដូចម្តេចអង់ស៊ីលីយ៉ែជាសាច់ដុំរលីងដែលស្ថិតនៅជុំវិញកែវភ្នែកអង់ស៊ីលីយ៉ែត្រួតពិនិត្យរូបរាងទំហំកែវភ្នែកធ្វើឲ្យការមើលឃើញរូបភាពនៅទីជិតនិងទីឆ្ងាយបានច្បាស់តើប្រស្រីភ្នែកមានលក្ខណៈដូចម្តេចប្រស្រីភ្នែកកើតឡើងពីសាច់ដុំរលីងដែលមានផ្ទុកជាតិពណ៌ប្រស្រីភ្នែកមាននាទីតម្រូវទំហំនៃរន្ធប្រស្រីដើម្បីតម្រូវបរិមាណពន្លឺដែលចាំងចូលទៅក្នុងភ្នែកតើរន្ធប្រស្រីរីកធំរួមតូចនៅពេលណានៅពេលមានពន្លឺស្រទន់រន្ធប្រស្រីរីកធំដែលធ្វើឲ្យពន្លឺចូលទៅក្នុងកែវភ្នែកបានច្រើននៅពេលពន្លឺភ្លឺខ្លាំងរន្ធប្រស្រីរួមតូចធ្វើឲ្យពន្លឺចូលក្នុងភ្នែកបានតិចតួចRetin ជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកវារស់នឹងពន្លឺគឺមានកោសិកាធ្មួលរស់នឹងពន្លឺធ្មួលពន្លឺមានពីរបែបគឺកោសិកាកោណនិងកោសិកាដំបងខមជ្ឈដ្ឋានថ្លាកែវភ្នែកកើតពីសារធាតុទន់អន្តិលវាភ្ជាប់ទៅនឹងអង់ស៊ីលីយ៉ែដោយសរសៃចំណងនីតិរបស់សរសៃចំណងគឺធ្វើឲ្យកាំរស្មីពន្លឺចាំងចូលទៅក្នុងភ្នែកដូចនេះរូបភាពច្បាស់អាចកើតមាននៅលើស្រទាប់ Retin ក្លុបក្របភ្នែកចែកចេញជា3ផ្នែកផ្នែកខាងមុខនៅចន្លោះករណេនិងប្រស្រីភ្នែកផ្នែកខាងក្រោយនៅចន្លោះប្រស្រីភ្នែកនិងកែវភ្នែកផ្នែកទាំងពីរដោយធាតុរាវថ្លាហៅអ៊ុយម៉ូទឹកដែលមាននីតិរក្សាលំនឹងនៅក្នុងក្លុបក្របភ្នែកផ្នែកទី3ជាលំហនៅពីក្រោយកែវភ្នែកដែលពេញទៅដោយធាតុរាវអន្តិលគ្មានពណ៌ហៅថាអ៊ុយម៉ូខុនផ្ដល់ទម្រង់មាំដល់កែវភ្នែកនិងបង្ការភ្នែកពីសម្ពាធខាងក្រៅសរុបមកចាប់ពីផ្នែកខាងមុខទៅក្រោយមជ្ឈដ្ឋានថ្លាមានករណេអ៊ុយម៉ូទឹកនិងអ៊ុយម៉ូខុនពីរតូចសរីរាង្គឧបសម្ព័ន្ធកសរីរាង្គការពារប្រឡងភ្នែកការពារភ្នែកទល់នឹងការប៉ះទង្គិចពីខាងក្រៅត្របកភ្នែកការពារគ្រាប់ភ្នែកពីការហុយចូលនៃធូលីក្រពេញទឹកភ្នែកបញ្ចេញទឹកភ្នែកដែលធ្វើឲ្យប្រឡងភ្នែកមានភាពសើមជានិច្ចខសរីរាង្គចលករសាច់ដុំភ្នែកសាច់ដុំទាំង6មានបំណិនបង្វិលគ្រាប់ភ្នែកដើម្បីមើលវត្ថុជុំវិញខ្លួនចលនាក្បាលត្រូវបានបំពេញបង្គ្រប់ដោយសារចលនារបស់សាច់ដុំទាំងនេះចលនាសាច់ដុំទាំងនេះតម្រូវដោយសរសៃប្រសាទលលាក្បាល3តូចកោសិការស់និងពន្លឺស្រទាប់ Retin កើតពីស្រទាប់កោសិកា4បែបខុសៗគ្នាស្រទាប់កោសិកាជាតិពណ៌ដែលនៅជាប់នឹង Choroid ស្រទាប់កោសិកាចក្ខុមាន2យ៉ាងគឺកោសិការាងកោងនិងរាងដំបង
កោសិកាដំបងរស់នឹងពន្លឺខ្សោយគំហើញសខ្មៅកោសិកាកោនរស់នឹងពន្លឺខ្លាំងហើយរស់នឹងពណ៌អាចញែកឲ្យឃើញពណ៌ខុសគ្នាស្រទាប់កោសិកាទ្វេប៉ូលកោសិកាទ្វេប៉ូលជាណឺរ៉ូនភ្ជាប់ដែលភ្ជាប់កោសិកាកោននិងដំបងទៅកោសិកាកុងឃ្លីយ៉ុងស្រទាប់កោសិកាកុងឃ្លីយ៉ុងកោសិកាពហុប៉ូលដងឌ្រីតកោសិកាពហុប៉ូលភ្ជាប់នឹងអាក់ហ្សូនកោសិកាទ្វេប៉ូលឯអាក់ហ្សូនកោសិកាពហុប៉ូលផ្គុំគ្នាត្រង់ចំណុចខ្វាក់បង្កើតជាសរសៃប្រសាទអុបទិកគំហើញសខ្មៅនិងពណ៌អាចកើតឡើងបានដោយសារមានជាតិពណ៌រ៉ូដូបស៊ីនរស់ទៅនឹងពន្លឺនិងវត្តមានជីវជាតិ A កង្វះជីវជាតិ A បណ្ដាលឲ្យកើតជំងឺខ្វាក់មាន់ជំងឺខ្វាក់មាន់មិនអាចមើលឃើញក្នុងពន្លឺខ្សោយទេកនីតិរបស់កែវភ្នែកកើតឡើងពីសារធាតុទន់ដូចចាហួយចំណែកកែវម៉ាស៊ីនថតធ្វើឡើងពីកញ្ចក់កែវភ្នែកឡើងក្រាស់នៅចំកណ្ដាលហើយកែមជុំវិញស្ដើងជាប្រភេទកែវប៉ោងកែវប៉ោងអាចចាប់យកកាំរស្មីពន្លឺដែលរាយប៉ាយហើយពត់កាំរស្មីទាំងនោះឲ្យជួបជាមួយគ្នាលក្ខណៈនេះហៅថាចំណុចប្រសពគ្នានៃពន្លឺខការសម្របតម្រូវដើម្បីឲ្យបានរូបភាពវត្ថុមួយច្បាស់ល្អកែវភ្នែកត្រូវមានកម្រាស់ត្រឹមត្រូវកែវក្រាស់ឲ្យជារូបភាពនៃវត្ថុមួយច្បាស់នៅពេលវត្ថុនោះស្ថិតនៅជិតកែវស្ដើងឲ្យជារូបភាពនៃវត្ថុមួយច្បាស់នៅពេលវត្ថុនោះស្ថិតនៅឆ្ងាយពីវាបំណិនដែលធ្វើឲ្យកែវភ្នែកមានកម្រាស់ត្រឹមត្រូវតម្រូវឲ្យយើងអាចមើលឃើញវត្ថុផ្សេងស្ថិតនៅចម្ងាយខុសៗគ្នាហៅថាកម្លាំងនៃសម្របតម្រូវពីធំសោតវិញ្ញាណត្រចៀកជាសរីរាង្គវិញ្ញាណដែលចាប់យកសូរនិងដង្ហែរក្សាលំនឹងមួយតូចរូបគុំត្រចៀកចែកចេញជា3ផ្នែកត្រចៀកក្រៅត្រចៀកក្នុងត្រចៀកកណ្ដាលកត្រចៀកក្រៅមានស្លឹកត្រចៀកនិងបំពង់សោតវិញ្ញាណមួយខ្លីនីតិសំខាន់របស់ស្លឹកត្រចៀកគឺប្រមូលផ្ដុំរលកសូរបំពង់សោតវិញ្ញាណរុនត្រចៀកដឹកនាំរលកសូរទៅកាន់ក្រដាសត្រចៀកនៅតាមបណ្ដោយបំពង់សោតវិញ្ញាណមានក្រពេញពិសេសដែលផលិតសារធាតុដូចក្រមួនសម្រាប់ការពារវត្ថុផ្សេងៗមិនឲ្យចូលទៅក្នុងត្រចៀកនៅមាត់ច្រកនៃបំពង់មានរោមល្អិតសម្រាប់ច្រោះធូលីនិងបំណាច់រឹងនៅចុងម្ខាងនៃបំពង់សោតវិញ្ញាណមានភ្នាសស្ដើងហើយយឺតហៅថាក្រដាសត្រចៀកខត្រចៀកកណ្ដាលជាប្រហោងមួយពេញដោយខ្យល់ដែលចាប់ផ្ដើមនៅត្រង់ក្រដាសត្រចៀកវាមានឆ្អឹងតូច3នៅបន្តជាប់គ្នាបង្កើតបានជាស្ពានឆ្លងកាត់ត្រចៀកកណ្ដាលជាប់ទៅនឹងបំពង់កដោយសារប្រមោយអឺស្តាសមេរោគអាចធ្វើដំណើរពីច្រមុះនិងបំពង់កតាមប្រមោយអឺស្តាសទៅកាន់ត្រចៀកកណ្ដាលបណ្ដាលឲ្យមានជំងឺឆ្លងកត្រចៀកក្នុងវាមានបំពង់រាងគូតខ្យងនិងបំពង់ពាក់កណ្ដាលរង្វង់បំពង់រាងគូតខ្យងជាសរីរាង្គល្បើដែលពេញដោយសារធាតុរាវបំពង់ពាក់កណ្ដាលរង្វង់ជួយឲ្យសារពាង្គកាយរក្សាលំនឹងបានពីតូចល្បើកើតឡើងនៅពេលមានរលកសូរធ្វើដំណើរទៅកាន់ត្រចៀកក្នុងដែលនៅទីនោះអាំងផ្លុចប្រសាទកើតឡើងរលកសូរបណ្ដាលឲ្យក្រដាសត្រចៀកញ័រលំញ័រនេះត្រូវបានដឹកនាំឆ្លងកាត់ត្រចៀកកណ្ដាលកោសិកាធ្មួលបានបដូរលំញ័រឲ្យទៅជាអាំងផ្លុចប្រសាទដែលស្ថិតនៅជុំវិញចុងប្រសាទអាំងផ្លុចប្រសាទត្រូវបានដឹកនាំទៅកាន់សម្បកខួរក្បាលតាមសរសៃប្រសាទសោតវិញ្ញាណសម្បកខួរក្បាលត្រូវបានបកប្រែអាំងផ្លុចប្រសាទឲ្យទៅជាសំឡេង3តូចដំហែរក្សាលំនឹងជានីតិរបស់ត្រចៀកក្នុងនិងខួរតូចសារធាតុរាវខាប់និងរោមញ័រស្ថិតនៅក្នុងត្រចៀកក្នុងនៅពេលយើងគ្រវីក្បាលឬបង្វិលខ្លួនសារធាតុរាវនិងរោមញ័រធ្វើចលនាខួរតូចបកស្រាយទិសដៅរបស់ចលនាហើយបញ្ជូនអាំងភ្លុចទៅខួរធំ3ធំជីវហាវិញ្ញាណអណ្ដាតជាសរីរាង្គសំខាន់ក្នុងការនិយាយនិងការចិញ្ចឹមជីវិតយើងអាចដឹងរសជាតិដោយសារអណ្ដាតនិងមាត់កន្ទួលតូចដែលគ្របដណ្ដប់លើផ្ទៃអណ្ដាតហៅថាអញ្
ច្រាញដែលក្នុងអញ្ច្រាញមានពន្លកជីវហាវិញ្ញាណពន្លកជីវហាវិញ្ញាណនីមួយៗមានរាងពងក្រពើដែលមានបណ្ដោយពី50ទៅ80មីក្រូម៉ែត្រចំពោះមនុស្សពេញវ័យមានពន្លកជីវហាវិញ្ញាណប្រហែលពី9ទៅ10ពាន់ដែលអាចដឹងរសជាតិខុសៗគ្នានៃអាហារអណ្ដាតក្មេងមានពន្លកជីវហាវិញ្ញាណច្រើនជាងមនុស្សពេញវ័យពន្លកជីវហាវិញ្ញាណមួយកើតឡើងពីកោសិការាងវែងមួយចំនួនដែលបញ្ចប់ដោយរន្ធល្អិតរន្ធល្អិតទាំងនេះចំហទៅរកផ្ទៃអណ្ដាតតាមរន្ធរសជាតិមួយក្នុងកោសិកាពន្លកជីវហាវិញ្ញាណនីមួយមានណឺរ៉ូនមួយឬច្រើនដោយភាពប្រសាទរបស់វាបែកខ្នែងសារធាតុដែលស្ថិតនៅជា solution ឬរលាយក្នុងទឹកមាត់ជ្រាបតាមរន្ធរសជាតិទើបអាចផ្ញើពន្លកជីវហាវិញ្ញាណបានអាំងផ្លុចដែលកើតឡើងដោយសារកោសិកាវិញ្ញាណរសជាតិត្រូវដឹកនាំតាមផ្លូវវិញ្ញាណនាំទៅកាន់ខួរក្បាលដែលនៅទីនោះអាំងផ្លុចប្រសាទត្រូវបានបកស្រាយទាក់ទងនឹងវិញ្ញាណរសជាតិអណ្ដាតរសទៅនឹងរសជាតិមូលដ្ឋាន4ល្វីងជូរប្រៃផ្អែមតាមធម្មតាម្ហូបអាហារមានរសជាតិឆ្ងាញ់ដោយសារក្លិនរបស់វាដូចនេះបញ្ហាតឹងច្រមុះគ្រុនផ្ដាសាយបរិភោគអាហារពុំសូវដឹងរសជាតិទេ4ធំខៀនវិញ្ញាណច្រមុះជាសរីរាង្គមួយដែលមាននីតិសំខាន់ក្នុងដំណក់ដង្ហើមនិងក្លិនកោសិកាធ្មូលខៀនវិញ្ញាណស្ថិតនៅក្នុងប្រហោងច្រមុះជាអ្នកចាប់ក្លិននៅក្នុងប្រហោងច្រមុះកោសិកាធ្មូលមានផ្ទៃប្រហែល10សង់ទីម៉ែត្រការ៉េបង្កើតបានជាតំបន់ខៀនវិញ្ញាណស្រទាប់សើមនៃច្រមុះកើតពីស្រទាប់កោសិកា3យ៉ាងកោសិកាទ្រទ្រង់កោសិកាមូលដ្ឋាននិងកោសិកាខៀនវិញ្ញាណកោសិកាទ្រទ្រង់ចិញ្ចឹមកោសិកាខៀនវិញ្ញាណហើយផ្ដល់ពណ៌លឿងភ្លាវដល់ស្លេសច្រមុះកោសិកាមូលដ្ឋានមានទំហំតូចបើប្រៀបធៀបជាមួយកោសិកាផ្សេងទៀតកោសិកាខៀនវិញ្ញាណជាណឺរ៉ូនដែលស្ថិតនៅចន្លោះកោសិកាទ្រទ្រង់អាក់សូនរបស់វាភ្ជាប់ជាមួយសរសៃប្រសាទវិញ្ញាណនាំដែលបង្កើតបានជាសរសៃប្រសាទខៀនវិញ្ញាណដងឌ្រីតរបស់វាមានរោមញ័រដែលលយចេញទៅក្នុងស្រទាប់ស្លេសនៃភ្នាសប្រហោងច្រមុះម៉ូលេគុលក្លិនត្រូវបានស្រូបតាមខ្យល់ដង្ហើមចូលហើយរលាយទៅក្នុងស្រទាប់ស្លេសនៅពេលនោះរោមញ័រនៃកោសិកាខៀនវិញ្ញាណត្រូវបានភ្ញូចហើយបង្កើតបានអាំងភ្លុចប្រសាទដែលត្រូវដឹកនាំទៅកាន់ខួរក្បាលតាមសរសៃប្រសាទខៀនវិញ្ញាណព័ត៌មានអាំងភ្លុចត្រូវបានបកប្រែដោយមជ្ឈមណ្ឌលខៀនវិញ្ញាណដែលស្ថិតនៅក្នុងកំពកសៀតផ្កាជាទូទៅធ្មូលខៀនវិញ្ញាណមានលក្ខណៈរសជាងធ្មូលនៃពន្លកជីវហាវិញ្ញាណបរិមាណសារធាតុគីមីតិចតួចប៉ុណ្ណោះអាចភ្ញូចកោសិកាធ្មូលខៀនវិញ្ញាណបានហើយធ្មូលទាំងនេះរស់ទៅនឹងសារធាតុគីមីច្រើនប្រភេទ5ធំកាយវិញ្ញាណស្បែកជាស្រទាប់ការពាររបស់សារពាង្គកាយវាប្រែប្រួលទៅតាមប្រភេទសារពាង្គកាយហើយអាចមានរោមក្រចកស្រកាក្រពេញញើសឬធ្មូលវិញ្ញាណមួយតូចនីតិរបស់ស្បែកការពារសារពាង្គកាយពីឥទ្ធិពលរូបនិងគីមីនៃមជ្ឈដ្ឋានខាងក្រៅបង្ការការជ្រៀតចូលនៃមេរោគបង្ការការបាត់បង់ទឹកចំពោះសត្វលើគោកការពារកោសិកាពីកាំរស្មីសាយអុលត្រាជាកន្លែងសម្រាប់ធ្វើបណ្ដោះឧស្ម័នថែរក្សាផ្ទៃសារពាង្គកាយឲ្យសើមជានិច្ចបញ្ចេញជាតិខ្លាញ់2តូច Epiderm ស្បែកមាន2ស្រទាប់គឺ Epiderm និង Derm Epiderm ជាស្រទាប់ក្រៅបង្អស់របស់សារពាង្គកាយវាការពារសារពាង្គកាយពីគ្រោះថ្នាក់ផ្នែករូបគីមីនិងបង្កើតរបាំងទប់ទល់នឹងមេរោគវាគ្មានសរសៃឈាមទេវាទទួលសារធាតុចិញ្ចឹមតាមរយៈបន្សាយពីសរសៃឈាមក្នុង Derm បាតដៃនិងបាតជើងមានស្រទាប់ Epiderm ក្រាស់ Epiderm មានកម្រាស់ប្រហែល 0.7 មីលីម៉ែត្រដែលផ្ទៃខាងលើជាកោសិកា Epithelium ងាប់កោសិកា Melanocyte នៃស្រទាប់ Epiderm ផលិត Melanin ដែលផ្ដល់ពណ៌ឲ្យស្បែក3តូច Derm ស្ថិតនៅក្រោមស្រទាប់ Epiderm មានកម្រាស់4មីលីម៉ែត្រវាកើតឡើងពីសរសៃយឺតនិងកូឡាហ្សែនស្រទាប់ Derm សម្បូរសរសៃឈាមនិងចុងភីបប្រសាទធ្មូលវិញ្ញាណនៅក្នុងស្បែកត្រូវបានភ្ជាប់នឹងចុងភីបទាំងនេះស្រទាប់ Derm មានសាច់ដុំរលីងក្រពេញញើសក្រពេញសេបូមឬរោមធ្មូលបំណះទង្គិចស្ថិតនៅផ្នែកប្រសពគ្នានៃស្រទាប់ទាំងពីរធ្មូលដតីទៀតស្ថិតនៅក្នុងស្រទាប់ Derm រស់ទៅនឹងសីតុណ្ហភាព4តូចសរីរាង្គបន្ទាប់បន្សំរបស់ស្បែកកក្រពេញនៅក្នុងស្បែកមានក្រពេញ2បែបគឺក្រពេញសេបូមនិងក្រពេញញើសក្រពេញសេបូមមាននៅគ្រប់ទីកន្លែងក្នុងសារពាង្គកាយលើកលែងតែបាតដៃនិងបាតជើង
ក្រពេញនេះបញ្ចេញសេបូមដែលជាល្បាយនៃរុក្ខធាតុខ្លាញ់និងកំទេចកំទីកោសិកានៅក្នុងឫសរោមក្រពេញសេបូមមាននីតិជារបាំងទប់ទល់ទៅនឹងជំងឺដែលបង្កពីបាក់តេរីនិងផ្សិតក្រពេញញើសមានស្ទើរគ្រប់កន្លែងទាំងអស់ក្នុងស្បែកវាជាបំពង់ឆ្មាបើកចំហទៅលើផ្ទៃស្បែកតាមរន្ធញើសឯចុងម្ខាងក្រពេញនេះអង្គួញមានរាងដូចបាល់វាបញ្ចេញអំបិលខនិចអ៊ុយរ៉េនិងសារធាតុផ្សេងទៀតតាមរយៈការបែកញើសនៅក្នុងរយៈពេល24ម៉ោងសារពាង្គកាយបញ្ចេញញើសពី500ទៅ600មីលីលីត្រនីតិសំខាន់របស់ក្រពេញញើសគឺតម្រូវសីតុណ្ហភាពរបស់សារពាង្គកាយតាមរំហួតញើសខរោមគ្របដណ្ដប់ដោយសារពាង្គកាយទាំងមូលលើកលែងបាតដៃបាតជើងបបូរមាត់ពណ៌រោមត្រូវបានកំណត់ដោយជាតិពណ៌មេឡានីនដែលផលិតដោយកោសិកាមេឡាណូស៊ីតជាតិពណ៌ដែកផ្ដល់ឲ្យសក់មានពណ៌ក្រហមការផលិតជាតិពណ៌មេឡានីច្រើនផ្ដល់ឲ្យសក់មានពណ៌ខ្មៅការផលិតជាតិពណ៌មេឡានីតិចផ្ដល់ឲ្យសក់មានពណ៌តុងដែងបរិមាណនៃការផលិតមេឡានីនត្រូវបានត្រួតពិនិត្យដោយហ្សែនបើហ្សែនមិនដំណើរការមនុស្សនោះក្លាយជាភក់ដោយរោមនិងស្បែកគ្មានពណ៌កក្រចកជាទម្រង់ការពារដែលគ្របដណ្ដប់ផ្នែកចុងម្រាមដៃម្រាមជើងក្រចកនីមួយៗមានសន្ទះក្រចកនិងគល់ក្រចកផ្នែកគល់សន្ទះក្រចកមានរាងពាក់កណ្ដាលចំណិតលោកខែដែលនៅទីនោះកោសិកាអេពីតេលីយ៉ូមធ្វើចំណែកយ៉ាងសកម្មការលូតលាស់ផ្នែកគល់ក្រចករុញសន្ទះក្រចកឲ្យលូតទៅមុខក្រចកមានកម្រាស់ពី 0.5 ទៅ 0.7 មីលីម៉ែត្រក្នុងមួយសប្តាហ៍វាលូតបានពី 0.5 ទៅ 1 មីលីម៉ែត្រអរម៉ូនជំងឺរបបអាហារអាចធ្វើឲ្យការលូតលាស់ក្រចកប្រែប្រួល5តូចថ្មួលកាយវិញ្ញាណថ្មួលកាយវិញ្ញាណស្ថិតនៅក្នុងស្រទាប់ដែមនៃស្បែកសម្រាប់ឆ្លើយតបទៅនឹងរំញោចផ្សេងៗដូចជាបំរែបំរួលសីតុណ្ហភាពសម្ពាធបំណាស់ទង្គិចនិងការឈឺចាប់ថ្មួលវិញ្ញាណរបស់ស្បែកឬថ្មួលកាយវិញ្ញាណមាន5ប្រភេទគឺថ្មួលវិញ្ញាណសម្ពាធជួបប្រទះនៅត្រង់តំបន់សន្លាក់ជាលិកាសាច់ដុំនិងសរីរាង្គមួយចំនួនថ្មូលវិញ្ញាណបំណាស់ទង្គិចសម្បូរនៅចុងម្រាមដៃត្របកភ្នែកបបូរមាត់ចុងអណ្ដាតនិងបាតដៃថ្មូលវិញ្ញាណឈឺចាប់លាតសន្ធឹងនៅចុងស្រទាប់ក្រោមនៃអេពីដេមវាមាននាទីបញ្ជូនព័ត៌មាននៃការឈឺចាប់ថ្មូលវិញ្ញាណកម្ដៅមាននៅក្នុងស្រទាប់ជ្រៅនៃដេមថ្មូលវិញ្ញាណត្រជាក់ស្ថិតនៅជិតផ្ទៃស្បែក